រមណីយដ្ឋានលួងព្រះស្ដេចកនឬរាជធានីស្រឡប់ដូនតីពីជ័យព្រៃនគរគឺជាបណ្ដុំនៃប្រវត្តិសាស្ត្រវប្បធម៌និងសាសនាដែលបានបង្កប់នូវរឿងរ៉ាវរបស់អតីតស្ដេចខ្មែរមួយព្រះអង្គមានស្នាព្រះហស្ថដ៏អស្ចារ្យគឺព្រះស្រីជេដ្ឋាធិរាជព្រះស្ដេចកនដែលបានសោយរាជ្យនៅឆ្នាំ1512រហូតដល់ឆ្នាំ1525ទីនេះមិនត្រឹមតែជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីមួយប៉ុណ្ណោះទេតែក៏កំពុងក្លាយជាទីកន្លែងទាក់ទាញដល់ចាប់អារម្មណ៍របស់ពលរដ្ឋយ៉ាងច្រើនទាក់ទងទៅនឹងជំនឿវត្ថុស័ក្តិសិទ្ធិនិងការគោរពព្រះពុទ្ធសាសនាគឺមានពុទ្ធរូបផ្ទុំអង្គដ៏ធំសម្បើមរមណីយដ្ឋានលួងព្រះស្ដេចកនស្ថិតនៅភូមិបន្ទាយព្រៃនគរភូមិអង្គរក្នុងឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំដែលមានចម្ងាយប្រមាណ14គីឡូម៉ែត្រពីផ្លូវបំបែកនៃទិសដៅខេត្តកំពង់ចាមនិងមណ្ឌលគិរីអរគុណចំពោះការទស្សនាកុំភ្លេចចែករំលែកពីរមណីយដ្ឋាននៃបណ្ដុំប្រវត្តិសាស្ត្រវប្បធម៌និងសាសនានៃប្រទេសរបស់យើងជួបគ្នាវីដេអូក្រោយៗទៀត